សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាពីការយកគ្រាប់ដំណាំផ្សេងមកដាំនៅក្នុងរដូវត្រជាក់ហើយនៅក្នុងប្រទេសអូស្ត្រាលីរដូវត្រជាក់គឺនៅក្នុងខែមិថុនាហើយឥឡូវនេះនាងខ្ញុំក៏បានយកប្រភេទគ្រាប់ថៃថាវ 3-4 ប្រភេទយកមកដាំនៅក្នុងសួនហើយដូចជាអ្វីដែលពុកម៉ែបងប្អូនបានឃើញនៅក្នុងប្រភេទជាបន្លែដែលយកជាប្រភេទមើមគឺនាងខ្ញុំដាំនៅក្នុងសួនហ្នឹងហើយទុកឲ្យវាមានមើមមកល្មមដែលយើងអាចប្រមូលផលបានគឺយើងទុករយៈពេលចន្លោះពី3ខែទៅ6ខែទើបយើងអាចប្រមូលផលបានហើយយើងអាចចាំបាច់ដកកូនដំណាំដែលដុះនឹងទេគឺយើងអាចទុកវារហូតដល់វាមានមើមតែម្ដងពុកម៉ែបងប្អូនហើយថៃថាវដែលនេះខ្ញុំបង្ហាញហ្នឹងមានតាំងពីថៃថាវដែលមានទំហំប៉ុនមេដៃហើយថៃថាវទំហំប៉ុនមេជើងខ្លីៗហើយក៏ដូចជាមានថៃថាវដែលមានមើមផ្លែវែងរហូតដល់មកឆ្អាមឬក៏វែងជាងមកឆ្អាមហើយនៅក្នុងនឹងផងដែរពុកម៉ែបងប្អូននៅក្នុងរដូវល្ងាគឺនាងខ្ញុំចាប់ផ្ដើមយកប្រភេទគ្រាប់ដំណាំដែលយើងដាំនៅក្នុងរដូវល្ងាយកមកដាំនៅក្នុងសួនហើយដំណាំដែលដូចជាប្រភេទជាដំណាំដែលយកមើមគឺនាងខ្ញុំដាក់ពេញមួយសួនប្រអប់តែម្ដងអញ្ចឹងយើងរៀបចំពីកន្លែងដែលយើងដាំនីមួយយើងមើលថាតើកន្លែងណាយើងដាំអីហើយនេះជាប្រភេទការ៉ុតនេះមានរហូតដល់3ប្រភេទការ៉ុតដែលមានទំហំតូចល្មមហើយការ៉ុតពណ៌ស្វាយហើយក៏ដូចជាការ៉ុតដែលមានទំហំខ្លីៗប៉ុនមេដៃហើយការយកគ្រាប់មកដាំនៅក្នុងសួនពេលខ្លះក៏វាដុះពេលខ្លះក៏អត់ដុះដែរហើយនេះជាប្រភេទបន្លែដែលយើងយកជាបន្លែស្លឹកមានដូចជាស្ពៃតឿនេះជាប្រភេទផ្កាស្ពៃពណ៌ខៀវហើយក៏ដូចជាប្រភេទស្ពៃឆ្កឹះផ្សេងដែលនាងខ្ញុំបានទិញពីមុនហ្នឹងគឺយកប្រភេទស្ពៃទាំងអស់ហ្នឹងគឺយើងយកមកដាំនៅក្នុងសួនហើយប្រភេទដំណាំបន្លែនេះយើងយកមកដាក់ក្នុងសួនបន្តកូនសិនហើយពេលដែលវាធំល្មមគឺយើងអាចដកយកទៅដាំនៅក្នុងសួនប្រអប់ផ្សេងទៀតដោយសារតែប្រភេទដំណាំបន្លែគឺវាត្រូវការចន្លោះពីគ្នារៀងឆ្ងាយអញ្ចឹងដើម្បីឲ្យបន្លែរបស់យើងហ្នឹងអាចទទួលបានផលច្រើនឬក៏យើងអាចប្រមូលផលបានរយៈពេលយូរគឺយើងយកដាំស្ពៃទាំងដែលយើងបន្តហ្នឹងដកកូនវាហើយទុកចម្ងាយរៀងឆ្ងាយគួរសមហើយនៅក្នុងវីដេអូនេះនាងខ្ញុំបង្ហាញពីការបន្តគ្រាប់ទាំងអស់នៅក្នុងសួនប្រអប់របស់នាងខ្ញុំហើយសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់